សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមាន content មួយទាក់ទងជាមួយ project ហើយនិយាយអំពីដំណើរការមុនការដេញថ្លៃគម្រោងមុនពេលដេញថ្លៃលើគម្រោងមួយមានជំហានសំខាន់មួយចំនួនដែលអ្នកគួរតែអនុវត្តដើម្បីធានាថាសំណើរបស់អ្នកត្រូវបានធ្វើយ៉ាងល្អការប្រកួតប្រជែងនិងស្របតាមតម្រូវការរបស់អតិថិជនហើយនេះគឺជាការវិភាគទូទៅនៃជំហានទាំងនោះ1ស្វែងយល់ពីតម្រូវការនៃគម្រោង2ស្រាវជ្រាវអតិថិជនឬក៏ក្រុមហ៊ុន3វាយតម្លៃធនធានរបស់អ្នក4ដាក់តម្លៃនៃការប៉ាន់ស្មាន5ពិនិត្យមើលកិច្ចសន្យានិងលក្ខខណ្ឌនិងទី6ដាក់សំណើនៃការដេញថ្លៃចំណុចទី1ស្វែងយល់ពីតម្រូវការនៃគម្រោងអានដោយប្រុងប្រយ័ត្ននិងវិភាគតម្រូវការគម្រោងនិងទំហំការងារប្រសិនបើមានអ្វីមិនច្បាស់លាស់សូមស្នើសុំព័ត៌មានទៅកាន់ម្ចាស់គម្រោងឬក៏ទីប្រឹក្សាដែលហៅថា consultant នឹងដើម្បីបញ្ជាក់ពីតម្រូវការគម្រោងឲ្យបានច្បាស់អញ្ចឹងនៅពេលដែលយើងទទួលបាន project យើងត្រូវតែអាននៅក្នុង project requirement នឹងឲ្យយល់សិនអញ្ចឹងបើនៅក្នុង drawing ឬក៏នៅក្នុង specification ដែលគេមិនបញ្ជាក់ទេយើងត្រូវតែរ៉ាស់ RFI សួរទៅ consultant ឬក៏ owner ផ្ទាល់តែម្ដងដែលយើងឲ្យឈ្មោះថា request for information ដែលហៅកាត់ថា RFI ចំណុចទី2ស្រាវជ្រាវអតិថិជនឬក៏ក្រុមហ៊ុនសិក្សាឲ្យបានច្រើនតាមដែលអ្នកអាចធ្វើទៅបានអំពីអតិថិជនឬក៏ក្រុមហ៊ុនស្វែងយល់ពីឧស្សាហកម្មរបស់ពួកគេគម្រោងអតីតកាលតម្លៃនិងបញ្ហាប្រឈមមុខណាមួយដែលពួកគេអាចនឹងប្រឈមមុខវានឹងអាចជួយអ្នកនៅក្នុងការកែសម្រួលសំណើរបស់អ្នកនិងបង្ហាញថាអ្នកយល់អំពីតម្រូវការជាក់លាក់របស់ពួកគេនៅត្រង់ចំណុចទី2នេះខ្ញុំចង់និយាយថាយើងតែស្រាវជ្រាវ research អំពីប្រភេទនៃអតិថិជនយើងឲ្យបានច្បាស់ជៀសវាងនៅពេលដែលយើងជៀសវាងខាតពេលមានន័យថាខាតពេលនៅពេលដែលយើងកំពុងតែ bid project ហ្នឹងយើងមានឱកាសតិចបំផុតថាយើងនឹងទទួលបាន project មួយហ្នឹងទី2នៅពេលដែលយើង bid ជាប់នៅពេលដែលយើងចូលទៅធ្វើការងារហ្នឹងយើងបានតែត្រឹមធ្វើការងារនៅពេលដែលរៀបចំ progress claim ចេះតែ pending ពីមួយខែទៅមួយខែ pending ពីមួយខែទៅមួយខែរហូតដល់ធ្វើការរហូតដល់ចប់ project យើងអត់មានទទួលបានអ្វីទេសោះមានន័យថាយើងធ្វើដោយ free ហ្មងមានន័យថាយើង build នៅក្នុងគម្រោងមួយហ្នឹងតាំងពី start up រហូតដល់ finish រហូតដល់ handover នៃ project គឺ free អញ្ចឹងជៀសវាងនៅក្នុងមានបញ្ហានឹងកើតឡើង contractor ត្រូវតែ research ពីប្រភេទនៃ client ឬក៏ owner នឹងឲ្យបានច្បាស់ចំណុចទី3វាយតម្លៃធនធានរបស់អ្នកវាយតម្លៃថាតើអ្នកមានជំនាញកម្លាំងពលកម្មនិងធនធានចាំបាច់ដើម្បីបញ្ចប់គម្រោងទាន់ពេលវេលានិងតាមស្តង់ដារដែលរំពឹងទុកដែរឬទេប្រសិនបើគម្រោងត្រូវការអ្នកជំនាញបន្ថែមអ្នកប្រហែលជាត្រូវនាំអ្នកសហការឬក៏អ្នកម៉ៅការបន្តអញ្ចឹងនៅត្រង់ចំណុចទី3នេះដែលគេនិយាយថាវាយតម្លៃធនធានរបស់អ្នកហ្នឹងគេចង់និយាយថានៅពេលដែលយើងកំពុងតែសិក្សាគម្រោងមួយហ្នឹងតើនៅក្នុង team របស់យើងហ្នឹងតើមានសមត្ថភាព handle ការងារនឹងបានទេមានន័យថាបើសិនបើយើង bid នៃ project នឹងបានតើនៅក្នុង team របស់យើងហ្នឹងអាច support នៃការងារនឹងបានទេអាចបញ្ចប់ការងារនឹងទៅតាមគម្រោងទៅតាមពេលវេលាដែលនៅក្នុងកិច្ចសន្យាដែរឬទេអញ្ចឹងនៅត្រង់ចំណុចនេះយើងមាន2ទី1យើង reject យកការងារហ្នឹងមានន័យថាយើងអត់ bid ទេមានន័យថាយើងមិនមានសមត្ថភាពនៅក្នុងការគ្រប់គ្រង project នឹងមួយនឹងបានទេទី2យើងអាចមាន subcontractor មកធ្វើជាដៃគូបានចំណុចទី4ប៉ាន់ស្មានតម្លៃនៃគម្រោងធ្វើការប៉ាន់ស្មានយ៉ាងហ្មត់ចត់នៃការចំណាយដែលពាក់ព័ន្ធនេះរួមបញ្ចូលទាំងកម្លាំងពលកម្មសម្ភារៈនិងឧបករណ៍ការដឹកជញ្ជូនវាជារឿងសំខាន់ដើម្បីឲ្យមានភាពប្រាកដនិយមដូច្នេះអ្នកអាចផ្ដល់នៅការដេញថ្លៃដោយសមាភិបនិងការប្រកួតប្រជែង
ចឹងនៅក្នុងការ estimate ខុសនេះចំណុចទី1តាក់ទងជាមួយនឹងកម្លាំងពលកម្មអ្នកត្រូវតែដឹងថាតើ productivity នៅក្នុង team របស់អ្នកមានសមត្ថភាពនិងអាចកំណត់ពេលវេលាដែលអ្នកអាចបានដាក់បាននៅយើងត្រូវតែដឹងពីសមត្ថភាពរបស់ពួកគេតើពួកកម្រិតរបស់ពួកគេនៅក្នុងកម្រិតមួយណាដែលយើងអាចដាក់កម្លាំងពលកម្មវាត្រូវទៅតាមពេលវេលានៅក្នុងproject មួយនេះចំណុចទី2តាក់ទងជាមួយនឹងសម្ភារៈយើងមិនអាចយកនៅ unit rate ដែលពីចាស់ឬក៏ពី old project យកមកដាក់នោះទេយើងត្រូវតែមានអ្នក support ត្រូវតែមានអ្នក support នៅការងារមួយនេះតាក់ទងជាមួយនឹង tray បោះឲ្យ supplier tray តាក់ទងជាមួយនឹងទូភ្លើងបោះឲ្យ supplier ទូភ្លើងតាក់ទងជាមួយនឹងlighting fixture បោះឲ្យ supplier lighting fixture តាក់ទងជាមួយនឹង wiring device បោះឲ្យ supplier wiring device ត្រូវចាំថាចំនួន quantity កាន់តែច្រើន unit rate វាកាន់តែតិចចឹងយើងមិនអាចយក quality នៃយើងមិនអាចយក unit rate នៃ quality នៃ project ចាស់យើងយកមក apply ជាមួយនឹង project ថ្មីនោះទេយើងត្រូវតែ best quality នៅក្នុង project ដែលយើង bid បោះឲ្យ supplier ជួយ support យើងតាក់ទងជាមួយនឹងតម្លៃមកវិញចំណុចទី5ពិនិត្យមើលកិច្ចសន្យានិងលក្ខខណ្ឌមុនពេលដាក់សំណើនៃការដេញថ្លៃសូមពិនិត្យមើលលក្ខខណ្ឌនិងកិច្ចសន្យាណាមួយដែលអតិថិជនបានផ្ដល់ជូនដូចជាការវិភាគទូទាត់និងពេលវេលានៃការដឹកជញ្ជូននិងកាតព្វកិច្ចផ្លូវច្បាប់ត្រូវប្រាកដថាពួកគេស្របទៅតាមសមត្ថភាពនិងការអនុវត្តអាជីវកម្មរបស់អ្នកចឹងនៅត្រង់ចំណុចនេះយើងត្រូវតែពិនិត្យមើលនៅក្នុង payment term ដែល owner បាន provide ឲ្យយើងជៀសវាងនៅក្នុងការ owner និយាយថា project ខ្ញុំអត់ down payment 10% 20% ទេ project ខ្ញុំនៅពេលដែលចប់ project បានខ្ញុំឲ្យ progress claim 100% ទៅមកអញ្ចឹងយើងត្រូវដឹងខ្លួនឯងថាតើនៅក្នុងលក្ខខណ្ឌបែបហ្នឹងតើយើងទទួលយកបានអត់នៅក្នុងលក្ខខណ្ឌថា project ខ្ញុំ100 installation 100% បានខ្ញុំឲ្យ progress claim អញ្ចឹងយើងត្រូវតែមានន័យថាយើងត្រូវតែជជែកគ្នារឿងហ្នឹងទាំងដៃគូ contractor ជាមួយនឹង owner ឲ្យច្បាស់តាក់ទងជាមួយនឹង payment term ហ្នឹងឲ្យមានន័យថាឲ្យវា fair គ្នាឲ្យវាយើងទទួលបានទាំងសងខាងហ្មង6ដាក់សំណើនៃការដេញថ្លៃនៅពេលដែលអ្នកជឿជាក់ថាអ្វីនៅនឹងកន្លែងសូមដាក់សំណើរបស់អ្នកឬការដេញថ្លៃត្រឹមថ្ងៃកំណត់ត្រូវប្រាកដថាការដាក់ស្នើរបស់អ្នកគឺពេញលេញនិងប្រកបដោយវិជ្ជាជីវៈCreative Engineering គឺជាក្រុមហ៊ុនមួយដែល provide តាក់ទងជាមួយនឹង MEP Design and Build ហើយជាមួយនឹង Service Maintenance អរគុណជួបគ្នានៅវីដេអូក្រោយ